សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនិយាយអំពីរឿង3យ៉ាងដែលអ្នកត្រូវដឹងមុននឹងចូលសាកលវិទ្យាល័យកុំចំណាយពេល4ឆ្នាំដើម្បីស្គាល់ផ្លូវទៅផឹកឬកន្លែងដើរលេងតែត្រូវស្គាល់មនុស្សដែលប្រកែកជាងប្អូនស្គាល់មនុស្សដែលជំរុញប្អូនឲ្យរីកចម្រើនបើមិនចង់ខាតពេល4ឆ្នាំស្ដាប់រឿង3យ៉ាងនេះទី1សាកលវិទ្យាល័យមិនមែនជាកន្លែងផលិតអ្នកមានទេតែជាកន្លែងផលិតធនធានបើប្អូនចូលរៀនដើម្បីយកតែសញ្ញាបត្រមួយសន្លឹកទៅសុំការងារគេធ្វើប្អូននឹងចាញ់តាំងពីមិនទាន់ចាប់ផ្ដើមសញ្ញាបត្រគ្រាន់តែជាសម្បកកង់ទេតែចំណេះដឹងនិងជំនាញពិតប្រាកដទើបជាម៉ាស៊ីនដែលរុញប្អូនឲ្យទៅមុខទី2កុំរៀនធ្វើមនុស្សប្រកែតែម្នាក់ឯងនៅសាកលក្រៅពីមេរៀននៅក្នុងសៀវភៅប្អូនត្រូវចេះបង្កើតទំនាក់ទំនងមិត្តភ័ក្តិដែលប្អូនអង្គុយក្បែរថ្ងៃនេះអាចក្លាយជាម្ចាស់ក្រុមហ៊ុនឬជាដៃគូអាជីវកម្មរបស់ប្អូននៅថ្ងៃក្រោយបើចូលរៀនហើយចេញមកវិញស្គាល់តែផ្លូវទៅផ្ទះនិងផ្លូវទៅសាលានោះប្អូនកំពុងតែបិទផ្លូវជោគជ័យរបស់ខ្លួនឯងហើយទី3កុំចាំដល់រៀនចប់4ឆ្នាំទើបស្វែងរកបទពិសោធន៍សង្គមខាងក្រៅគេមិនសួររកពិន្ទុ A របស់ប្អូនទេតែគេសួរថាតើប្អូនអាចធ្វើអីបានខ្លះបើមិនចង់ខ្លាចជាអ្នកមានសញ្ញាបត្រតែអត់ការងារធ្វើចូលចាប់ផ្ដើមហាត់ការងារឬធ្វើការស្ម័គ្រចិត្តតាំងពីឆ្នាំទី1ទៅសាកលវិទ្យាល័យគឺជាសមរភូមិមិនមែនជាសួនកម្សាន្តនោះទេកុំចាំដល់ថ្ងៃទទួលសញ្ញាបត្រទៅភ្ញាក់ខ្លួនថាប្អូនចំណាយពេល4ឆ្នាំដើម្បីតែដេកលក់ក្នុងថ្នាក់សញ្ញាបត្រគ្រាន់តែជាសម្បត្តិតែសមត្ថភាពទេទើបជាអ្នកបើកបរតើប្អូនចង់ខ្លាចជាអ្នកណាចូលឬផ្លូវដើរតាំងពីថ្ងៃនេះតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះវីដេអូនេះខមមិនបញ្ចេញមតិខាងក្រោម